ឧត្តមសេនីយ៍តូសំសុននិងភរិយាអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធិពិសេសព្រះពុទ្ធបដិមាប្រណិនៅវត្តពោធិវង្សហៅវត្តពោស្ថិតនៅក្នុងឃុំត្រៀលស្រុកតាំងគោកខេត្តកំពង់ធំនៅព្រឹកថ្ងៃទី16ខែមីនាឆ្នាំ2025លោកឧត្តមសេនីយ៍តូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសង្គ្រោះកំពង់ធំនិងភរិយាបានដឹកនាំសហការីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសង្គ្រោះកំពង់ធំនិងក្រុមគ្រួសារអញ្ជើញជាអធិបតីភាពនិងចូលរួមក្នុងពិធីពុទ្ធិពិសេសព្រះពុទ្ធបដិមាប្រណិដែលមានកម្ពស់ 4.50 ម៉ែត្រនៅក្រោមម្លប់ពោធិ៍សន្តិភាពស្ថិតនៅក្នុងវត្តពោធិវង្សហៅវត្តពោក្នុងឃុំត្រៀលស្រុកតាំងគោកខេត្តកំពង់ធំលោកឧត្តមសេនីយ៍តូសំសុនបានថ្លែងនៅការកោតសរសើរចំពោះលោកសតួនិងភរិយាព្រមទាំងសប្បុរសជននានាដែលដឹកនាំដោយព្រះតេជគុណព្រះគ្រូចែមមនីចិន្តាព្រះគ្រូចៅអធិការវត្តពោធិវង្សហៅវត្តពោរួមជាមួយថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសង្គ្រោះកំពង់ធំដែលបានចូលរួមចំណែកក្នុងការបញ្ចុះបឋមសិលានិងដំណើរការសាងសង់ព្រះពុទ្ធបដិមាប្រណិនេះនាពេលកន្លងទៅបានចេញជារូបរាងឡើងដើម្បីជាទីសក្ការៈសម្រាប់ពុទ្ធសាសនិកជនគ្រប់រូបគោរពបូជានៅក្នុងទីអារាមដែលមានវ័យចំណាស់នេះលោកឧត្តមសេនីយ៍តូសំសុនបានគូបញ្ជាក់បន្ថែមទៀតថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រសិទ្ធិនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យប្រទេសជាតិយើងមានភាពរីកចម្រើនរុងរឿងលើគ្រប់វិស័យទាំងវិស័យអាណាចក្រនិងវិស័យពុទ្ធចក្រហើយថ្មីនេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានចេញសេចក្តីសម្រេច3ចំណុចស្តីពីការលើកស្ទួយវិស័យព្រះពុទ្ធសាសនាដោយរៀបចំឲ្យមានទី1រៀបចំបង្កើតឲ្យមានក្រុមជំនុំប្រត្រៃបីដកខ្មែរឡើងវិញទី2រៀបចំឲ្យមានពិធីសូត្រប្រត្រៃបីដកខ្មែរក្នុងរយៈពេល5ឆ្នាំម្ដងនៅមុខប្រាសាទអង្គរវត្តឬនៅលើភ្នំព្រះរាជទ្រព្យនិងទី3រៀបចំឲ្យមានពិធីបុណ្យរំលឹកនៅការបកប្រែគម្ពីរប្រត្រៃបីដកនិងរំលឹកគុណដល់ក្រុមជំនុំប្រត្រៃបីដកហើយនៅក្នុងឱកាសនេះឧត្តមសេនីយ៍តូសំសុននិងភរិយាព្រមទាំងក្រុមគ្រួសារនិងសហការីបានប្រគេនថវិកាមួយចំនួនបន្ថែមទៀតសម្រាប់ចូលរួមចំណាយក្នុងពិធីបុណ្យពិធីពិសេសព្រះពុទ្ធបដិមានៅពេលនេះផងដែរព្រះតេជគុណចែមមនីចិន្តាព្រះគ្រូចៅអធិការវត្តពោធិវង្សហៅវត្តពោបានថ្លែងអំណរគុណដល់ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍តូសំសុននិងភរិយាព្រមទាំងថ្នាក់ដឹកនាំនីតិហ៊ានរងនិងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសង្គ្រោះកំពង់ធំរួមជាមួយក្រុមគ្រួសារដែលតែងតែយកចិត្តទុកដាក់ជួយគាំទ្រក្នុងវិស័យព្រះពុទ្ធសាសនានៅក្នុងទីអារាមនៃវត្តពោធិវង្សនាពេលកន្លងទៅក៏ដូចជាបច្ចុប្បន្ននេះនឹងបានសូមបួងសួងដល់អស់អរុក្ខអារក្សទេវតានិងព្រះពុទ្ធព្រះធម៌ព្រះសង្ឃសូមជួយបីបាច់ថែរក្សាឧត្តមសេនីយ៍តូសំសុននិងភរិយាព្រមទាំងសហការីទាំងអស់សូមទទួលបាននូវពុទ្ធពរទាំង4ប្រការកុំបីឃ្លៀងឃ្លាតឡើយនាំមកជូនដោយហាងនៅសាលៀនមានលក់អគាររថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168